បើយើងនិយាយស្មោះត្រង់ទៅសត្វប្រភេទនេះគឺចូលជាសត្វកម្រហើយខ្ញុំក៏មិនស្គាល់ច្បាស់ដែរអណ្ដើកប្រភេទហ្នឹងម្នាក់ស្គាល់ច្បាស់ជួយ comment ផងខ្ញុំស្គាល់ច្បាស់ជាងគេតែអណ្ដើកគោកអណ្ដើកដំបូកទេបាទអណ្ដើកសោមអណ្ដើកអីហ្នឹងមិនដឹងបែងចែកវាមិនទេវាស្តៀងគ្នាពេកហើយវានៅតាមទឹកចឹងឯងវាក្រាំងហើយកន្លែងខ្លះក៏វាពងបើនិយាយស្មោះត្រង់ទៅអ្នកសុកលើក៏ប្រកែកពងអណ្ដើកចាខ្ញុំអត់ដែរបានស៊ីពងអណ្ដើកទេគេប្រកែកមើលដានវាតែអណ្ដើកឈ្មោលហើយបញ្ជាក់អត់មែនអណ្ដើកញីទេនេះការមើលអណ្ដើកគឺគេមើលបែបហ្នឹងគឺពុះវាផតហើយពុះផតបែបហ្នឹងគឺអណ្ដើកឈ្មោលហើយអណ្ដើកបែបហ្នឹងក៏មិនជាថោកប្រហែលដែរហើយខ្ញុំតាំងពីសម័យខ្ញុំរកសត្វខ្ញុំអត់ដែរយកអណ្ដើកទេមិនថាឡើយទេការរកសត្វក៏ចឹងដែរឃើញដាក់ទៅមុខ1គីឡូ2គីឡូក៏ខ្ញុំដែរយកដែរទោះបាន1គីឡូ2 30000ក៏ដោយខ្ញុំមានអារម្មណ៍ថាណិតវាអញ្ចឹងការសន្តោសប្រណីព្រោះអណ្ដើកនឹងតាំងពីដើមមកតាំងពីជំនាន់រកសត្វដែលខ្ញុំរកជំនាន់ហ្នឹងសត្វណាដែលអាចហូបបានខ្ញុំយកហូបសត្វណាដែលខ្ញុំអត់ហូបក៏ខ្ញុំអត់យកដូចគ្នានេះសត្វស្លាប់ក៏ដោយអីក៏ដោយខ្ញុំអត់ហូបខ្ញុំអត់បាញ់មានទេមិនដូចគេអ្នកខ្លះអត់ហូបក៏បាញ់ចោលបាញ់លេងអញ្ចឹងទៅតែខ្ញុំអត់ទេសត្វណាដែលខ្ញុំត្រូវរកបានខ្ញុំយកការជំនាន់ខ្ញុំរកសត្វក្មេងៗណាហើយយើងទុកវាកន្លែងដើមវាវិញទៅហើយនេះគេរូបរាងភិនភាកកាយរបស់វាស្អាតបើថាដាក់ញីពោះវាប៉ោងមើលមកឡើងពេញដាក់ឈ្មោលទេហើយកន្លែងនេះវានៅវាអាចមានកូនមិនដឹងវាមានពងវាមិនដឹងតែនឹងឃើញវានៅហ្នឹងតែដាក់ឈ្មោលណាមានពងប្រហែលជាវាសម្បុករបស់វាមានញីមួយទៀតតែគិតប្រហែលជាមានញីមានអីគូវាម្ដុំហ្នឹងហើយហើយជាមានអាប្រភេទដូចថៃរស់បើថៃរស់បកម្ដងគឺបែបនេះមានញីមានឈ្មោលយ៉ាងកាបានទាំងពីរវាអាចសម្បុកវាអីដែលវាដើរមកគូខ្ញុំធ្លាប់បកបានធំហ្នឹងប្រភេទថៃរស់តែអាដើកបែបនេះប្រហែលជាមានគូរបស់វាដែរតែខ្ញុំមិនដឹងដែរប្រហែលជាមិនអត់ទេរបស់លើផែនដីវាត្រូវតែមានគូរបស់វាបាទយើងមិនអាចដឹងថាវានៅតាណាទៅណីក៏ដោយហើយយើងដាក់កន្លែងវានៅរបស់វាចឹងវិញមកហើយបន្ទាប់មកទៀតយើងទៅបាច់ត្រីយើងទៅមិនបាច់ខ្វល់មួយវាទេហើយជូនពោវាសុខសប្បាយកុំឲ្យជួបអ្នកដែលគេប្រមាញ់តែជួបអ្នកប្រមាញ់នឹងអេតេអណ្ដើកនេះហើយបើនិយាយស្មោះត្រង់ទៅទោះយកមកក្រៅយើងមិនចាំនឹងវោបាក់ឋានចាប់ទៀតដល់ស្អាតគេឃើញដឹកសัตว์ហើយចឹងគេមកគិតថាយើងអីគេហៅអីគេជួយសัตว์អីគេថាយើងនេះសម្លាប់សัตว์អត់មាននេះបកាយកើតទេបើមានជាប់គុកហើយអញ្ចឹងកុំរកជាងទុកវានៅកន្លែងដើមវាវិញទៅហើយសัตว์ណាដែលមិនអាចយកចេញបានគឺទុកវាទៅគេថាអានឹងធ្វើបនអីអត់បានបនអីវាទៅជាអីគេជាប់ទោសដោយសារសាច់បានស៊ីចង់ជួកបាទយើងចង់ធ្វើអំពើល្អតែវាច្បាប់គេគិតតាមច្បាប់អីគេគិតអំពើល្អទេគេឃើញផុសតាងយើងគេមិនដឹងថាយើងចំមិនចំស្អីហើយបន្តមកទៀតនេះតែខ្សានគឺស្រួលទេគឺបែបហ្នឹងចាប់មកទៀតមកនេះហើយចាប់បានច្រើនមែនតើមកល្ងាចនេះមួយកុយពីម៉ោង 2:10 រហូតដល់ម៉ោង 3 ម៉ោង 4 នេះគឺបានច្រើនហើយអាកាសធាតុមកយើងគឺត្រជាក់ខ្លាំងមែនតើខ្ញុំនិយាយស្មោះត្រង់ទៅមិនដឹងយ៉ាងម៉េចខ្ញុំអ្នកចាញ់ត្រជាក់ដល់ពេលប៉ះអាកាសធាតុត្រជាក់ទៀតទឹករៀងត្រជាក់ក្នុងព្រៃទៀតឡើងចង់ព្រឺសម្បល់ហើយតាមហ្នឹងគឺសម្បូរខ្ញែណាដូចអកុយរុកនេះយល់ថាចេញមកវិញអមោះឡើងពេញខ្លួនវាអត់ដឹងថាខ្ញែធ្លាក់ខ្ទេចលើហ្នឹងហើយអ្នកដើរព្រៃក៏ប្រយ័ត្នមែនតើព្រៃណាមានខ្ញែកុំរុកក្រោមហ្នឹងវានៅលើឈើពេលធ្លាក់លើយើងវាកើតជាការលមាស់កើតជាហើយក៏ប្រតិកម្មស្បែកយើងផ្សេងទៅដោយអារបស់ធ្លាក់មកលើខ្លួនយើងអញ្ចឹងណាបន្តមកទៀតខ្ញុំត្រូវយកនេះជាក្រាននេះយកឆ្នាំងកាមែលខ្ញុំហ្នឹងខ្ញុំយកតែកាមែលមួយរស់ឥឡូវនេះសម័យមុនឆ្នាំងឥឡូវកាមែលសម័យឆ្នាំងស្ពាន់ខ្ញុំបាត់ទៅណាបាត់ហើយកាលខ្ញុំនៅក្មេងមានឥឡូវមានកាមែលដែលគេផលិតគេលក់យើងហៅទិញបាននៅគ្រប់កន្លែងគេលក់ទេដូចខាងខ្មែរកោគេមានដែរកាមែលរបស់ camping អីផ្សេងហ្នឹងហើយជែកសុំផ្ទះតវ៉ុនទេបាទសុំឡើងមួយស្និតពីរស្និតស៊ីទាំងអស់តបហ្នឹងហេវពេកដល់មកទៀតយើងកាត់ភ្លើងកាត់អីមកយើងដាំបាយទៅយើងអាំងត្រីទៅយើងសំអស់ត្រីក៏បានអាសំអស់ត្រីបើយើងមានគ្រឿងដាក់ប៊ីចេងស្ករអំបិលហើយយើងដាក់ទៅហើយដាក់អាលឹកម្រះព្រៅទៀតអេហ្មងហើយត្រីនេះវាពួនជាថៃខ្សានខ្ញុំប្រាប់ពីរបៀបមើលថៃខ្សានវាពួនបែបហ្នឹងហើយពោះបើខែហ្នឹងក៏វាត្រាំពឹសដូចគ្នាដែរនិយាយស្មោះត្រង់ទៅលូកនេះត្រូវតែចេះមើលដែរអ្នកខ្លះមិនមែនឃើញវីដេអូគេលូកគុំទៅធ្វើតាមវាអាចមានគ្រោះថ្នាក់តំបន់ខ្លះសម្បូរពោះនិយាយមែនទៅគឺវាមកត្រាំពឹសរបស់វាខែប្រាំងអញ្ចឹងគឺសម្បូរពោះវែកពោះវែកដបោកវែកអានាមវែកកំបីហ្នឹងគ្រោះថ្នាក់ណាហើយដូចកំពុងតែឃើញយើងចាក់វាចូលបែបនេះមកនេះហើយអូហ្នឹងខ្ញុំនិយាយស្មោះត្រង់ខ្ញុំមើលអខនកាលពីជំនាន់មុនធ្លាប់ឃើញពោះមួយពោះវែកអានាមគឺធំខ្លាំងមែនតើបើខ្ញុំនិយាយទៅក៏អ្នកមើលមិនជឿដែរហើយសូម្បីខ្ញុំឃើញខ្លួនឯងក៏ខ្ញុំមិនជឿដែរយ៉ាងហ្នឹងគឺសឹងមិនជឿភ្នែកខ្លួនឯងណាអូហ្នឹងឯងតែយើងដើរទៅក្រោមទៅដល់អូធំមួយទៀតគឺពោះហ្នឹងចូលចិត្ត5 10គីឡូជាងហើយពោះវែកអានាមគឺធំខ្លាំងមែនតើហើយកាលហ្នឹងខ្ញុំចាប់បាត់បានវាចូលក្នុងថ្មវាចូលក្នុងរន្ធថ្ម